អបអរឆ្នាំថ្មីឆ្នាំ2026ជូនពរមួយឲ្យក្រុមគ្រួសារមានសុខភាពល្អពីព្រោះសុខភាពគឺដឹកនាំទី1ហើយក៏ជូនពរឲ្យមួយទាំងអស់គ្នារស់ស៊ីមានបានកាក់កបបើអ្នកធ្វើការសូមឲ្យឡើងតំណែងណាបើអ្នកលក់ដូរសូមឲ្យរស់ស៊ីលក់ឲ្យដាច់ហើយពីខាង Berry Shop គឺមានតែម្រាមដៃ10ទេអរគុណមួយមែនតែនដែលបានគាំទ្រចាមកខាងឃ្លាំងរបស់ប្អូនមិនថាបានក្បាលគីបឬក៏បានអូនទេគឺឆ្នាំនេះបងចាបុកកំងច្រើនអរគុណច្រើនមែនតែនបងទោះជាប្អូនមានការរវល់ច្រើនអត់បានផុសពីការចេញអីវ៉ាន់ច្រើនពីព្រោះប្អូនអត់បានជួធីមឬជួអ្នកឆាតទេគ្រប់យ៉ាងគឺខ្ញុំ handle ទាំងអស់មួយប្អូនស្រីអញ្ចឹងណាបងដោយសារតែភ្ញៀវគឺយើងនៅអាចគ្រប់គ្រងបានយើងអាចធ្វើទៅបានធ្វើទៅរួចណាបើសិនជាឆ្នាំ2026ខ្ញុំលូតលាស់ជាងនឹងទៀតនិយាយរួមក៏ជូនពរខ្លួនឯងឲ្យលូតលាស់ចាដោះដាលជាងនឹងទៀតខ្ញុំនឹងធ្វើការជួបបុគ្គលិកបន្ថែមដើម្បីក្នុងការងាយស្រួលឲ្យគាត់ឆ្លើយតបសារបងឲ្យបានលឿនមិនថាទាំងលក់ដុំមិនថាទាំងលក់រាយឆ្នាំនេះដែរក៏មានបទពិសោធន៍ថ្មីមេរៀនថ្មីជាច្រើនដែលបង្រៀនក្នុងជីវិតឲ្យចេះដឹងច្រើនមិនថាមិត្តភាពឬភ្ញៀវការតស៊ូជំនះពីមួយជំហានទៅមួយជំហានតម្រាំតែមានភ្ញៀវច្រើនពីភ្ញៀវតិចមែនតើរហូតដល់មានភ្ញៀវច្រើនរហូតឡើងដល់មានភ្ញៀវបោះដុំតម្រាំតែគេស្គាល់ឃ្លាំងស្គាល់ហាងរបស់យើងគឺមិនងាយស្រួលទេបងពិបាកខ្លាំងមែនតើដើមដោយដូចស្ដើងមែនតើដើមទុនគឺតែពីអ្នកបងប្អូនទេតស៊ូក្នុងប្រហែលឆ្នាំនេះនិយាយទៅក៏អរគុណខ្លួនឯងហើយអរគុណបងប្អូនស្រីខ្ញុំដែរដែលនៅក្បែរខ្លួនរហូតយើងតស៊ូជំនះទាំងអស់គ្នាអញ្ចឹងមកមានថ្ងៃហ្នឹងណាដោយកម្លាំងខ្លួនឯងផ្ទាល់និងទឹកលុយខ្លួនឯងផ្ទាល់តែម្ដងទោះជាការលក់ដូរពេលខ្លះស្ងាត់ពេលខ្លះលក់ដាច់ទៅក៏តពួកច្រើនដូចបងក្នុងវីដេអូអញ្ចឹងក៏សិតតែអាវតែភ្ញៀវគាត់យកហើយសតតពួកក៏តែពីអ្នកទល់រៀបអត់ចង់តន់ជូនភ្ញៀវទេតែសប្បាយចិត្តខ្លាំងឲ្យតែលក់ដាច់គេសួរខ្ញុំថាស្ដាយក្រោយទេដែលធ្វើការបានប្រាក់ខែ600អាចឈានដល់1000តែបើជាមកលះបង់រកស៊ីមួយខែចំណេញបានតិចតួចអញ្ចឹងវិញណាចម្លើយឆ្លើយថាអត់ទេព្រោះសំខាន់សុខភាពផ្លូវចិត្តគឺជាសុខភាពដ៏ធំបំផុតសម្រាប់មនុស្សយើងគ្រប់គ្នាបើផ្លូវចិត្តដួលហើយទោះជាការងារនោះប្រាក់ខែបានច្រើនក៏យើងអត់អាចតស៊ូបានយូរដែរតែផ្ទុយទៅវិញធ្វើឲ្យយើងផ្ទប់នៅជំងឺអញ្ចឹងខ្ញុំសប្បាយចិត្តក្នុងការមានមុខរបរខ្លួនឯងបើកលក់ដូរខ្លួនឯងធ្វើបិទវាមិនទាន់បានធំទូលាយប៉ុណ្ណាណាស់ណាអីទេបងប៉ុន្តែខ្ញុំនឹងព្យាយាមដាក់កម្រិតខ្លួនឯងសង្ឃឹមថាឆ្នាំ2026ទៅមុខនេះភ្ញៀវឬខ្ញុំផ្ទាល់នឹងឈានដល់ដំណាក់កាលទៅមុខទាំងអស់គ្នាចង់និយាយថារីកដោះដាលទាំងអស់គ្នាជោគជ័យទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះជាចុងក្រោយនេះគឺអរគុណភ្ញៀវម្ដងទៀតហើយរីករាយឆ្នាំថ្មីហេងទាំងអស់គ្នា